bông ôn và hai chỉ cắt hàng trong rồi có bông ôn thắng cắt tàn tịnh hàng trong đi chẳng có bông ôn mà té bông ôn khác còn mình cắt chẳng còn cắt ở đò nè cắt tới vía ai mình tranh chiêm tam cô slab này bông ôn ai mình tranh chiêm tam cô slab ta đây thọp miên ca chạy đồng lê cả than thông na đây kia coi cắt slab côn mòn được cái chui bục lực ao coi cắt slab côn mòn kia rọp mơn các bà đại ọt bông ôn ta ca cắt slab đây pra gần trái rồi có ca cắt slab côn mòn bao nhiêu vìเราได้เตะตากัดสลับคนมอนก็มอนระบายเยอะvìเราได้เตะบางคนช่วยสไลด์ในคอมเมนต์เพราะบางคนแต่บางคนครอบมีบอติซาวยังไม่ได้เป็นพวกการกัดสลับคนมอนตาการกัดสลับคนมอนวิปจิตฟื้นไอมอนเยอะฉับทงเมนได้เตะบางคนตาการกัดสลับคนมอนระบายเยอะบางคนแต่วิปจิตฟื้นไอคนมอนระบายเยอะฉับทงสกปรกล้อหรือก็ยังนาได้บางคนให้cho bây giờ mình cắt slab này bông cho bây giờ mình cắt slab con mòn bỏ dướng đó vì mình phải hại vì mình thông thế rồi co vì mình ruột thế rồi co vì cắn rồi co vì mình si chùm nấy rồi co dằng mày đại bông khác mình trầm để cắt slab bông cắt đòi còn tôi tiền trắng này không vật thiên bọt bọt xem cái nít ta ca cắt slab rồi bỏ con món rồi co ca cắt còn tôi bỏ con món vật chia là ở đây rồi chắc xong bông tam đang video này hồi đó chóp thì tôi là về trong mình chọnในวิดีโอนี้ខ្ញុំនឹងធ្វើការសន្និដ្ឋានមួយថាតើយើងគួរតែកាត់ស្លាបកូនមន់ឬក៏មិនកាត់បាទនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីបទពិសោធន៍របស់តខ្លួនរបស់ខ្ញុំដែលខ្ញុំចិញ្ចឹមមន់កន្លងមកបាទតើខ្ញុំកាត់ស្លាបឬក៏មិនកាត់ហើយបើសិនជាមិនកាត់វាមានផលប៉ះពាល់ដែរឬអត់ហើយបើសិនជាវាកាត់តើមន់របស់យើងវាមានបញ្ហាដែរទេបាទសំណួរទី1ដែលយើងគួរពិចារណាសំណួរទី1ដែលខ្ញុំគួរពិចារណាហើយបងប្អូនគួរតែពិចារណាដែរនោះតើហេតុអ្វីបានជាប្រជាកសិករឬក៏ហេតុអ្វីបានជាមានបងប្អូនមួយចំនួនគាត់កាត់ស្លាបមន់មានហេតុអ្វីបានជាបងប្អូនមួយចំនួនចាប់កាត់ស្លាបកាត់កន្ទុយមន់ហេតុអ្វីបានជាមានបងប្អូនយើងមួយចំនួនកាត់ស្លាបកូនមន់ហេតុអ្វីសម្រាប់ខ្ញុំមានហេតុផល3បងប្អូនដែលបងប្អូនយើងមួយចំនួនគាត់កាត់ស្លាបកូនមន់ណាបងប្អូនបាទបងប្អូនអញ្ចឹងខ្ញុំគិតឃើញមាន3ចំណុចបងប្អូនខ្ញុំសូមអធិស្ឋានផងបើសិនជាខ្ញុំនិយាយទៅមិនបានត្រឹមត្រូវឬក៏ខ្វះចន្លោះផ្នែកណាមួយបងប្អូនសម្រាប់ខ្ញុំការកាត់ស្លាបកូនមន់បងប្អូនដែលបងប្អូនកាត់ស្លាបកូនមន់នោះគាត់យល់ថាបើសិនជាមិនកាត់ស្លាបកូនមន់នេះបងប្អូនមិនកាត់ស្លាបវាមិនកាត់កន្ទុយវាមិនកាត់រោមវាបងប្អូនខ្លះកាត់ដល់រោមនេះទៀតបងប្អូននេះគាត់កាត់ដល់រោមឲ្យតងោធ្វើដូចជាមន់កណ្ដូងបងប្អូនហៅគេហៅមន់កណ្ដូងអត់មានរោមអត់មានស្លាបបាក់កតុយឆ្កឹតហ្នឹងបងប្អូនតែជាគាត់កាត់ទៅវាអត់ហោះបងប្អូនវាអត់ហោះវាអត់រំខានវាអត់ហោះទៅផ្ទះបាយវាអត់ហោះឡើងដើមឈើវាអត់ហោះឡើងរបងឬក៏វាអត់ហោះទៅផ្ទះគេអញ្ចឹងហេតុផលទី1គឺគាត់គិតថាវាអត់ហោះកាលណាមានស្លាប់គឺវាអត់ហោះត្រឹមត្រូវបងប្អូនកាលណាវាអត់មានស្លាប់គឺវាពិតជាមិនហោះទេហើយចំណុចទី2នេះគាត់គិតថាការកាត់ស្លាប់វាធ្វើឲ្យមន់នឹងឆាប់ធំបានន័យថាគាត់គិតថានៅពេលដែលមន់ស៊ីចំណីផឹកទឹកទៅចំណីគាត់ដាក់សិតទៅល្អវីតាមីនស្រាប់តែវាចូលទៅចិញ្ចឹមនៅក្នុងស្លាបគាត់គិតថាវានឹងចូលទៅចិញ្ចឹមនៅក្នុងស្លាបវាអត់មករត់មកលើសាច់អត់រត់មកលើផ្នែករាងកាយនៃមន់អញ្ចឹងបងប្អូនបាទនេះជាចំណុចទី2ដែលគាត់យល់ឃើញអញ្ចឹងខ្ញុំធ្លាប់ជជែកជាមួយនឹងបងប្អូនចិញ្ចឹមមន់គាត់យល់ថាបែបហ្នឹងចំណុចទី3នោះគឺបងប្អូនខ្លះគាត់ធ្វើតាមគ្នាបងប្អូនខ្ញុំស្គាល់មិត្តភ័ក្តិដែលគេចិញ្ចឹមមន់គាត់ប្រាប់ថាឃើញគេធ្វើអញ្ចឹងដែរតែគាត់មិនបានដឹងថាតើការកាត់ស្លាបយ៉ាងម៉េចតើការកាត់ស្លាបហ្នឹងវាមានផលប្រយោជន៍យ៉ាងម៉េចឬក៏មិនមានផលប្រយោជន៍យ៉ាងម៉េចទេអញ្ចឹងបងប្អូនគឺគាត់ធ្វើតាមគ្នានេះជាចំណុចទី3ដែលខ្ញុំសង្កេតឃើញបងប្អូនសំណួរទី2ដែលខ្ញុំចង់លើកជាសំណួរបងប្អូនជួយឆ្លើយនៅក្នុង comment ហើយខ្ញុំក៏មានចម្លើយមួយចំនួនដែរបងប្អូនតែខ្ញុំក៏មានគំនិតមួយចំនួនដើម្បីចែករំលែកទៅបងប្អូនដែរតើវាខុសឬក៏វាត្រូវសមឬមិនសមយ៉ាងណាយើងចែករំលែកគ្នាអញ្ចឹងបងប្អូនចំណុចទី2នោះតើការកាត់ស្លាបវាពិតជាធ្វើឲ្យកូនមន់ឆាប់ធំឆាប់បានលក់មែនដែរឬទេចំណេញមែនដែរឬទេបងប្អូនតើការកាត់ស្លាបពិតជាធ្វើឲ្យកូនមន់នឹងឆាប់ធំឆាប់ពេញរូបរាងឆាប់បានលក់មែនដែរឬទេបងប្អូនមែនដែរអត់ការកាត់ស្លាបអញ្ចឹងខ្ញុំមានសំណួរមួយទៀតតើកូនមន់ឬក៏មន់របស់យើងដែលវាធំធាត់សុខភាពល្អរាងកាយរឹងមាំវាអាស្រ័យលើកត្តាអ្វីតើវាអាស្រ័យលើកត្តាកាត់ស្លាបឬក៏វាអាស្រ័យលើកត្តាអ្វីច្បាស់ណាស់បងប្អូនមានកត្តា 4-5 ចំណុចដែលបងប្អូនបានដឹងស្រាប់ទៅហើយទី1នេះគឺកត្តាអីគេបងប្អូននេះកត្តាអីបងប្អូនគឺកត្តាចំណីបងប្អូនកត្តាចំណីគឺសំខាន់ណាស់អញ្ចឹងចំណីរបស់
កូនមាន់គឺជាចំណីដែលមានប្រូតេអ៊ីនបងប្អូនដាក់ទៅបានត្រឹមត្រូវតាមពេលវេលាតាមកម្រិតអាយុដូចមាន់របស់ខ្ញុំនេះអាយុ10ថ្ងៃជាងក្រោម1ខែអញ្ចឹងកូនមាន់នេះគឺខ្ញុំដាក់ចំណី6ដងក្នុងមួយថ្ងៃជាមធ្យមគឺ6ដងព្រឹកព្រលឹមឡើងហើយស្មើនេះម៉ោង9ម៉ោង10នេះដាក់ម្ដងទៀតម៉ោង12ដាក់ម្ដងទៀតថ្ងៃតិចម៉ោង2ដាក់ទៀតម៉ោង4ដាក់ទៀតមុនចូលដេកដាក់ម្ដងទៀតអញ្ចឹង5ទៅ6ដងដែលខ្ញុំដាក់ចំណីកូនមាន់សម្រាប់រយៈពេល1ខែនេះអញ្ចឹងទី1គឺកត្តាចំណីបងប្អូនដែលធ្វើឲ្យកូនមាន់យើងឆាប់ធំបងប្អូនធំលូតលាស់សុខភាពល្អគឺកត្តាចំណីទី2គឺកត្តាទឹកនេះបងប្អូនអញ្ចឹងហើយសម្រាប់ខ្ញុំបានជាខ្ញុំប្រើទឹកថ្នាំវីតាមីនជំនួយខ្លះទៅដល់កូនមាន់របស់ខ្ញុំគឺខ្ញុំប្រើទឹកថ្នាំវីតាមីនហើយទឹកគឺយើងជ្រើសរើសយកទឹកស្អាតមិនមែនជាទឹកដែលមានមេរោគមិនមែនជាទឹកដែលកខ្វក់ទឹកខ្មៅទឹកស្អុយអីគឺយើងមិនអាចឲ្យកូនមាន់យើងផឹកបានទេអញ្ចឹងកត្តាទី2គឺជាកត្តាការផ្ដល់ទឹកបងប្អូនកត្តាទី3គឺអ្វីដែរបងប្អូនខ្ញុំក៏ធ្លាប់បានចែករំលែកពីមុនមកដែរអញ្ចឹងកត្តាទី3នោះគឺជាកត្តាការផ្ដល់កម្ដៅដល់កូនមាន់ជាពិសេសកូនមាន់តូចៗដែលអាយុក្រោម1ខែបងប្អូនដែលគាត់ចិញ្ចឹមលក្ខណៈធំទ្រង់ទ្រាយធំជាកសិដ្ឋានបងប្អូនគាត់ច្បាស់ជាមានប្រើអំពូលកម្ដៅបងប្អូនមានទ្រង់ហុំព័ទ្ធបងប្អូនក្រាលអង្កាមបានត្រឹមត្រូវអញ្ចឹងបងប្អូនឃើញនេះគឺកត្តាកម្ដៅសម្រាប់ខ្ញុំដោយសារកូនមាន់ខ្ញុំតិចខ្ញុំចិញ្ចឹមលក្ខណៈគ្រួសារខ្នាតតូចមេ4 10អញ្ចឹងគឺខ្ញុំផ្ដល់កម្ដៅដោយវិធី2យ៉ាងទី1គឺដោយការក្រុងដោយមេអញ្ចឹងបងប្អូនទី2គឺការហុំព័ទ្ធដោយទ្រង់ហើយនឹងប្រើកម្ដៅពន្លឺព្រះអាទិត្យអញ្ចឹងនេះគឺជាការផ្ដល់កម្ដៅដល់កូនមាន់គឺវាសំខាន់ណាស់ដែលធ្វើឲ្យកូនមាន់យើងរីកធំធាត់សុខភាពល្អមួយទៀតគឺការថែទាំបងប្អូនអញ្ចឹងការថែទាំដូចជាដាក់ទ្រង់ការថែទាំឲ្យផុតពីសត្វដែលអាចចាប់កូនមាន់យើងស៊ីដូចជាឆ្មាដូចជាពស់ជាដើមអញ្ចឹងការថែទាំទូទៅសុខភាពទូទៅគឺសំខាន់ដូចគ្នាអញ្ចឹងបងប្អូនគឺយើងពិនិត្យមើលកូនមាន់ណាវាឈឺកូនមាន់ណាវាមានបញ្ហាជួនកាលវារត់ទៅវាបុកនេះបុកនោះវាប៉ះភ្នែកវាវីកមាត់វាបាក់ដៃបាក់ជើងអញ្ចឹងយើងត្រូវពិនិត្យមើលវាដូចកូនមាន់នេះជាស្ដាយនេះបងប្អូននេះឥឡូវនេះពងតែឈាមជើងដោយសារតែគៀបនឹងទ្រង់អញ្ចឹងដោយសារតែគៀបនឹងទ្រង់ឈាមអញ្ចឹងយើងត្រូវពិនិត្យមើលវាខ្ញុំពិនិត្យមើលវាហើយខ្ញុំនឹងលាបថ្នាំឲ្យកូនមាន់របស់ខ្ញុំនេះជាឧទាហរណ៍មួយជាក់ស្ដែងអញ្ចឹងបងប្អូនបាទអញ្ចឹងការសង្កេតទូទៅសុខភាពការផ្ដល់ចំណីការផ្ដល់ទឹកការរៀបចំទ្រង់កូនទ្រង់តូចគឺជាកត្តាសំខាន់បំផុតដែលធ្វើឲ្យមាន់របស់យើងឆាប់ធំមាន់របស់យើងសុខភាពល្អឆាប់បានលក់តែបងប្អូនមានឃើញតាក់ទងនឹងការកាត់ស្លាបទេបងប្អូនបាទសម្រាប់ខ្ញុំគឺมันមានតាក់ទងនឹងការកាត់ស្លាបទេអញ្ចឹងបងប្អូនការសាកសម័យមើលនៅក្នុងប្រទេសកម្ពុជារបស់យើងក៏បងប្អូនអ្នកដែលចិញ្ចឹមមាន់បងប្អូនធ្លាប់បានមើលនៅក្នុង Facebook នៅក្នុង YouTube ជាដើមបងប្អូនតែមើលការចិញ្ចឹមមាន់កន្លែងនៃកសិដ្ឋានធំឬក៏ប្រទេសជិតខាងរបស់យើងឬក៏នៅប៉ែកប្រទេសណាក៏ដោយដែលមានកសិដ្ឋានធំគេចិញ្ចឹមមាន់រាប់ពាន់រាប់ម៉ឺនក្បាលបងប្អូនដែលធ្លាប់ឃើញគេកាត់ស្លាបដែរអត់ឡើយខ្ញុំសួរអញ្ចេះតើបងប្អូនដែលធ្លាប់ឃើញគេកាត់ស្លាបដែរឬអត់តើដែលធ្លាប់មានការចែករំលែកកសិដ្ឋានធំណាដែលគេអង្គុយកាត់ស្លាបកូនមាន់ឬក៏គេជួលបុគ្គលិកឲ្យអង្គុយកាត់ស្លាបកូនមាន់គេរាប់ពាន់រាប់ម៉ឺនក្បាលដែរអត់បងប្អូនឃើញបងប្អូនសូម share link វីដេអូនោះដាក់ចូលក្នុងវីដេអូខាងក្រោម channel របស់ខ្ញុំនេះផងអញ្ចឹងបងប្អូនសម្រាប់ខ្ញុំបានធ្វើការស្រាវជ្រាវជាច្រើននៅក្នុងបណ្ដាញសង្គមក៏ដោយ YouTube ក៏ដោយឯកសារជាសៀវភៅហើយខ្ញុំឆែកនៅក្នុងប្រព័ន្ធអ៊ីនធឺណិតជាច្រើនប្រភពគឺខ្ញុំមិនទាន់បានរកឃើញថាមានប្រភពណាមួយដែលបញ្ជាក់ថាការកាត់ស្លាបកូនមាន់ធ្វើឲ្យកូនមាន់ឆាប់ធំធ្វើឲ្យកូនមាន់ឆាប់បានលក់ឬក៏សុខភាពល្អនោះទេនេះជាបទពិសោធន៍របស់ខ្ញុំទេបងប្អូនតែបើបងប្អូនរកឃើញសូមបងប្អូនបានផ្ដល់ជាបទពិសោធន៍ឬក៏ឯកសារដែលពាក់ព័ន្ធនោះឲ្យខ្ញុំផងអញ្ចឹងផ្ទុយទៅវិញតើការកាត់ស្លាបកូនមាន់វាធ្វើឲ្យមាន់របស់យើងមានបញ្ហាដែរឬអត់បាទបងប្អូនមានបញ្ហាបងប្អូនយ៉ាងហោចណាស់ក៏មានបញ្ហា3ធំដែរបងប្អូននៅពេលដែលកាត់ស្លាបបងប្អូនសម័យមើលឥឡូវនេះឧទាហរណ៍ថានេះជាកន្ត្រៃខ្ញុំមកកាត់ស្លាបកូនមាន់ខ្ញុំទៀតនេះយើងគ្រាន់តែចាប់មាន់អត់ស្រួលផងមាន់ឈឺមាន់ស្រែអញ្ចឹងបងប្អូនចុះទរំតែយើងយកមកកាត់បងប្អូនប្រហែលជាកាត់ខាងចុងឬក៏បងប្អូនថាកាត់តែបន្តិចខាងចុងនេះអញ្ចឹងបងប្អូនប៉ុន្តែបងប្អូនខ្លះគាត់មានកាត់អញ្ចឹងគាត់កាត់ឲ្យដល់ណាកាត់ទៅវាអាចមានចេញឈាមតាមគល់ស្លាបនេះបងប្អូនអាចមានចេញឈាមតាមគល់ស្លាបឬក៏បងប្អូនខ្លះគាត់កាត់តិចដូចជាមិនសូវអីប៉ុន្តែបងប្អូនខ្លះគាត់កាត់រហូតដល់ចេញឈាមហើយមិនកាត់ត្រឹមតែស្លាបអញ្ចឹងទេគាត់កាត់ឲ្យកន្លែងណារៀងដោះក្រាស់គាត់កាត់ដូចគ្នាកតុយអញ្ចឹងឃើញអញ្ចឹងកាត់ច្រប់
thằng này tiết đặt chọc hay rôm chỉ xét rôm đây như rôm nó tam trường đi rôm crack chắc và chập làm tiền móc cắt chắc sầm rạp nhóm cắt slab về thưa ai món miền bánh ha stress thì mũi cứ món stress cái này về stress về trong si chùm này bằng phồn thì pí cứ bị chữ món dưỡng cái này dương cắt slab cái bị chữ bằng phồn rồi ấy tại dương cắt tới về khác điện nơi ta mà trong slab đi về trên chiếm á chắc về thưa áo món dương chữ slab cái này về chữ về trong si chùm này để về nơi rồi cọc ruồi nữa này chắc thì pí cứ thưa ai món dương chữ giống bằng phồn thì bấy bờ vi trôi chia sum cọc khang hết vì ai ngọt đèm đầu trắng không vì ai ngọt đèm đầu trắngสำหรับខ្ញុំគឺការកាត់ស្លាបនេះវាអាចមានផលជាពី3នេះគឺជាផលអវិជ្ជមានវាឈឺវា stress វាលេងស៊ីចំណីហើយវាអាចងាប់តែម្ដងសម្រាប់ការកាត់ស្លាបចឹងបងប្អូនកាលណាវា stress វាអត់ស៊ីចំណីទេហើយជួនកាលវាអាចឆ្លងមេរោគទៅទៀតបងប្អូននេះចុងស្លាបនេះនៅពេលដែលវាឈាមវាអាចធ្វើឲ្យកូនមាន់របស់យើងឆ្លងមេរោគផ្សេងអញ្ចឹងបងប្អូនវាឆ្លងមេរោគតាមរយៈឈាមរបស់វាដែលវាឈាមនៅចុងស្លាបនេះណាបងប្អូនបាទបងប្អូនវាប្រៀបដូចជាមនុស្សយើងដែរមនុស្សយើងមាននៅលើរាងកាយរបស់យើងមានអីខាងបងប្អូនមានដៃ2មានជើង2មានក្បាលមានភ្នែកមានច្រមុះមានរាងកាយមានអវយវៈខាងក្រៅមានអវយវៈខាងក្នុងចុះបើសិនជាយើងបាត់បង់ផ្នែកណាមួយឬក៏របួសផ្នែកណាមួយឧទាហរណ៍ថាខ្ញុំរបួសដៃខ្ញុំរបួសជើងខ្ញុំរបួសស្មាខ្ញុំរបួសភ្នែកច្រមុះអញ្ចឹងរាងកាយរបស់ខ្ញុំច្បាស់ជាខ្សោយទៅលើផ្នែកណាមួយហើយពីព្រោះតួនាទីរបស់រាងកាយរបស់ខ្ញុំត្រូវបានបាត់បង់ឬក៏ខ្សោយផ្នែកណាមួយបាទអញ្ចឹងវាអាស្រ័យទៅលើការខ្សោយនោះតិចឬក៏ខ្លាំងអញ្ចឹងបើប្រៀបធៀបមកកូនមាន់របស់យើងវិញបើសិនជាយើងកាត់ស្លាបកាត់កន្ទុយបងប្អូនគិតថាវាជាផ្នែកណាមួយដែលវាមិនប៉ះពាល់ឬក៏បងប្អូនគិតថាទេខ្ញុំកាត់តែកន្លែងដែលវាមិនប៉ះពាល់បាទបងប្អូនបើបងប្អូនកាត់តែកន្លែងមិនប៉ះពាល់បងប្អូនកាត់កន្លែងណាแล้วបងប្អូនកាត់កន្លែងណាដែលមិនប៉ះពាល់ទៅលើរាងកាយនេះសាច់មាន់របស់សត្វមាន់របស់យើងបងប្អូនតែបងប្អូនកាត់កន្លែងណាសូម្បីតែកន្ទុយនេះបើសិនជាបងប្អូនកាត់ទៅមាន់វាប្រើកន្ទុយវាបកដែរបងប្អូនវាបកស្លាបតួនាទីគឺវាបកពេលវាចង់ហោះទៅវាចង់រត់បង្កើនល្បឿនទៅលើស្លាបអញ្ចឹងបងប្អូនអញ្ចឹងកូនមាន់របស់យើងឧទាហរណ៍កូនមាន់នេះ2ខែបងប្អូនយុ2ខែវាហោះវាអាចហោះបានបើសិនជាមានសត្វណាដែលចង់យាយីមកលើវាឧទាហរណ៍ឆ្កែឆ្មាវាអាចហោះបានឡើងទៅលើដើមឈើអញ្ចឹងនេះជាធម្មជាតិរបស់មាន់ហើយវាអាចដេកសម្ដិលស្លាប5ថ្ងៃតែបើសិនជាវាអត់មានស្លាបអត់មានរោមបងប្អូនវាហោះមិនរួចវាច្បាស់ជាមិនកិច្ចមិនផុតពីសត្វសាហាវទាំងអស់នោះទេដែលគ្មានស្លាបឬក៏គ្មានរោមឬក៏គ្មានកន្ទុយជាងហៅថាបាត់តុល្យភាពនៃរាងកាយមានន័យថារាងកាយរបស់មាន់នោះគឺនឹងមិនដូចមាន់ដែលមានស្លាបទេវាប្រកបជារត់យឺតវាប្រកបជាដើរយឺតវាប្រកបជាហោះមិនកើតអញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំលើកឧទាហរណ៍ឲ្យបងប្អូនមើលមួយបាទបងប្អូនអញ្ចឹងខ្ញុំបង្ហាញឈ្មោះរបស់ខ្ញុំបារបស់ខ្ញុំមួយដែលអត់សូវមានស្លាបបងប្អូនអត់សូវមានស្លាបអត់សូវមានរោមអត់សូវមានកន្ទុយបងប្អូនឃើញទេបងប្អូនអញ្ចឹងឈ្មោះមួយនេះមិនមែនខ្ញុំជាអ្នកកាត់ទេបងប្អូនខ្ញុំទិញច្បារនេះមកកាលពីខែកក្កដាឆ្នាំ2025បងប្អូនខ្ញុំទិញមកគឺគេម្ចាស់គេមុនគេកាត់ស្រាប់ដោយសារតែមូលហេតុអីពេលខ្ញុំសួរទៅគាត់ថាហេតុអីបានជាកាត់ស្លាបកាត់រោមមាន់នេះអស់អញ្ចឹងអ្វីដែលគាត់ប្រាប់មកខ្ញុំបងប្អូនដឹងគឺហេតុផលដូចខ្ញុំបង្ហាញមិនអញ្ចឹងគាត់ប្រាប់ខ្ញុំថាបងអើយបើសិនមិនកាត់ទេយប់ឡើងវាហោះឡើងទៅលើដើមឈើវាដេកក្នុងទ្រុងឯងវាស្លាបវាពេញអញ្ចឹងវាហោះទៅដេកលើដើមឈើអត់ចូលដេកក្នុងទ្រុងអញ្ចឹងម្ចាស់គាត់សម្រេចចិត្តកាត់ស្លាបបងប្អូនមើលនេះកាត់គ្នាឡើងអស់លីងនេះបងប្អូននេះហើយមាន់ធំនេះកាត់ហើយលេងដោះហើយបងប្អូននេះមើលចឹងហើយអត់ដោះមកវិញទេសូម្បីតែកន្ទុយក៏គាត់កាត់ដែរនេះបងប្អូននេះសល់តែខ្លីមួយប្រហែលជាបានកន្លះឆ្អាមផងបងប្អូនមើលអញ្ចឹងការកាត់ស្លាបនេះសម្រាប់ខ្ញុំសង្កេតឃើញបារបស់ខ្ញុំមួយនេះជប់ឡើងវាឡើងអត់រួចដេកអត់រួចទេបងប្អូនវាដេកតែខាងក្រោមទេហើយអញ្ចឹងតើតែយើងត្រូវការចាប់ហើយដាក់កម្មចណ្ដើដែលអាចមានកម្មញឹកបងប្អូនមានកម្មញឹកទៅបានឡើងរួចបើសិនជាអត់ដាក់កម្មចណ្ដើទេឡើងអត់រួចនឹងគេទេហោះអត់រួចទេបងប្អូនហោះអត់រួចទេពេលដេញឈ្មោលផ្សេងដែលដណ្ដើមមេគ្នាបងប្អូនដេញទៅខ្ញុំឃើញរត់ទៅអត់លឿនដូចគេទេរត់ទៅជួនកាលរត់ទៅបុកដើមឈើដួលព្រោះអត់មានស្លាបនេះបក់ទប់លំនឹងបងប្អូនអត់មានស្លាបនេះបក់ទប់លំនឹងអញ្ចឹងរត់ទៅដួលត្មាត់ត្មែងពេញតែចំការហ្នឹងទៅបងប្អូនដួលត្មាត់ត្មែងពេញតែចំការបុកដើមឈើបុកអីចឹងទៅ
chẳng ní co chia phò bị bạn mũi này ca cắt slab đài giống không bà bởi kia kilo thun sừng ấy hay ọt miên slab biết vì can tại tụi mình luôn lên bàn của món đấy không cần tham mình cào 3 kilo ấy bông này mờ bông mờ riêng cái mà chùm bà trắng cái trong vô màu ní tăng phi khai một bớt là lớn khai má một khai mũi pram khai bằng mũi khai ót đau một bình tệ đặt món thống đau dư bên tệ đôi chi mình đau phong này bông chắc khơi tha ca cắt slab vì miền phò bạc phò từ lưng mòn chẳng đài giống vốn chẳng sầm rạp nhóm cái ca săn than với sầm rạp nhómคือខ្ញុំមិនកាត់ស្លាបទេដោយសារតែខ្ញុំស្រាវជ្រាវតាមរយៈបទពិសោធន៍ខ្ញុំផ្ទាល់តាមរយៈការស្រាវជ្រាវរកឯកសារផ្សេងៗខ្ញុំរកមិនឃើញថាតើការកាត់ស្លាបកូនមន់វាឬក៏មន់របស់យើងធ្វើឲ្យវាឆាប់ធំធ្វើឲ្យវាសុខភាពល្អគឺខ្ញុំរកមិនឃើញពីឯកសារការកាត់ស្លាបនេះជាមានផលប្រយោជន៍អីទេអញ្ចឹងខ្ញុំអត់កាត់ទាំងមន់ធំសូម្បីកូនតូចៗរបស់ខ្ញុំនេះដែលអាយុ10ថ្ងៃជាងនេះក៏ខ្ញុំអត់កាត់ស្លាបដែរបងប្អូនឃើញខ្ញុំអត់ដែរបង្ហាញបងប្អូនពីរបៀបនៃការកាត់ស្លាបបង្ហាញការកាត់ស្លាបមានផលប្រយោជន៍យ៉ាងម៉េចអីយ៉ាងម៉េចគឺខ្ញុំអត់បង្ហាញទេពីព្រោះសម្រាប់ខ្ញុំអត់កាត់អញ្ចឹងជាសង្ខេបមកវិញដើម្បីឲ្យមន់យើងសុខភាពល្អដើម្បីឲ្យមន់យើងរស់ដើម្បីឲ្យយើងចិញ្ចឹមមន់ទៅចំណេញកត្តាដែលធ្វើឲ្យមន់របស់យើងល្អនោះមិនមែនទាក់ទងនឹងការកាត់ស្លាបទេសម្រាប់ខ្ញុំគឺទឹកគឺការផ្ដល់ទឹកត្រឹមត្រូវការផ្ដល់ចំណីបានត្រឹមត្រូវការរៀបចំទ្រុងការថែទាំអនាម័យបាទនៅពេលដែលមានជំងឺយើងត្រូវចេះមើលថែទាំជំងឺវាផ្ដាសាយវាកើតអីហើយមានប្រើថ្នាំជំនួយឬក៏វ៉ាក់សាំងកាន់តែល្អអញ្ចឹងបងប្អូនបាទសម្រាប់បងប្អូនដែលចិញ្ចឹមច្រើនបងប្អូនច្បាស់ជាធ្វើវ៉ាក់សាំងហើយសម្រាប់ខ្ញុំក៏ខ្ញុំអត់បានធ្វើវ៉ាក់សាំងទេខ្ញុំមានតែថ្នាំបន្តក់ភ្នែកហើយនឹងជំនួយវីតាមីនតែប៉ុណ្្នឹងឯងដោយសារតែមន់របស់ខ្ញុំតិចអញ្ចឹងបងប្អូនបាទប៉ុន្តែនៅពេលក្រោយពាក្យនេះមេរបស់ខ្ញុំមេ10អញ្ចឹងបើសិនជាមេ10ពងបានមួយពងបានតែ10ឬក៏ក្រោម10តិចតួចយ៉ាងហោចណាស់ក៏ខ្ញុំមានមន់ជិត100ក្បាលដែរបាទរួមទាំងមេបាផងច្បាស់ជា100ក្បាលហើយអញ្ចឹងពេលនោះគឺខ្ញុំនឹងពិចារណាធ្វើវ៉ាក់សាំងបាទហើយការធ្វើវ៉ាក់សាំងខ្ញុំនឹងរៀនសូត្រពីបងប្អូនទាំងអស់គ្នាទៀតតើវ៉ាក់សាំងយើងធ្វើអីលើកទី1លើកទី2លើកទី3ធ្វើអីបងប្អូនសរសេរនៅក្នុង comment បងប្អូននឹងរៀនខ្ញុំផងអញ្ចឹងបងប្អូនដោយសារខ្ញុំអត់ដែលធ្វើវ៉ាក់សាំងទេបាទអញ្ចឹងផ្ទុយទៅវិញការថែទាំទឹកការផ្ដល់ចំណីឲ្យបានត្រឹមត្រូវវាការថែទាំទ្រុងការផ្ដល់ចំណីដែលមានគុណភាពទឹកស្អាតការផ្ដល់កម្ដៅឲ្យបានត្រឹមត្រូវការថែទាំកូនឲ្យបានត្រឹមត្រូវវាមានផលប្រយោជន៍100ដងជាងការកាត់ស្លាបបងប្អូនអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំមិនកាត់ស្លាបមិនកាត់រោមមន់របស់ខ្ញុំទេហើយក៏សូមអធិស្ឋានផងបងប្អូនសូមអធិស្ឋានផងបងប្អូនដល់បងប្អូនណាដែលបងប្អូនធ្លាប់កាត់ស្លាបកាត់រោមមន់មិនមែនជាមតិផ្ទុយរបស់ខ្ញុំទេនេះជាគំនិតផ្ទាល់ខ្លួនហើយទាក់ទងនឹងការស្រាវជ្រាវបទពិសោធន៍របស់ខ្ញុំផ្ទាល់អញ្ចឹងបងប្អូនបើសិនជាបងប្អូនឃើញថាការកាត់ស្លាបរបស់បងប្អូនធ្វើទៅល្អមានផលប្រយោជន៍ក៏បងប្អូននៅតែបន្តធ្វើទៀតអានោះជាសិទ្ធិរបស់បងប្អូនខ្ញុំមិនអាចហាមឃាត់បងប្អូនបានទេបងប្អូនវាជាបទពិសោធន៍និងការចែករំលែកតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនបាទអញ្ចឹងចំណុចមួយទៀតកាលណាការកាត់ស្លាបវាធ្វើឲ្យយើងខ្ញុំអាចនិយាយបានថាវាធ្វើឲ្យប៉ះពាល់ទៅដល់ធម្មជាតិនៃការលូតលាស់របស់សត្វជាពិសេសគឺកូនមន់របស់យើងតែម្ដងអញ្ចឹងវាប៉ះពាល់ទៅលើការលូតលាស់ទូទៅរបស់មន់អញ្ចឹងបងប្អូនបើសិនជាមន់វាត្រូវ2ខែវាដុះរោមវាដុះស្លាបប៉ុន្តែនៅពេលដែលយើងកាត់វាអស់ហើយវាអត់មានដុះទេអញ្ចឹងវាប្រកបជាវាខុសពីការលូតលាស់តាមបែបធម្មជាតិរបស់សត្វមន់អញ្ចឹងបងប្អូនបាទហើយបងប្អូនសម្រាប់ខ្ញុំមួយទៀតចំណុចដែលសំខាន់កាលណាអត់មានរោមអត់មានស្លាបបងប្អូនបើខ្ញុំកាត់កូនមន់របស់ខ្ញុំយប់ឡើងកូនមន់របស់ខ្ញុំច្បាស់ជាកើតអត់ពេញមុខហើយពីព្រោះនៅតំបន់ខ្ញុំនេះសម្បូរមូសណាស់សម្បូរមូសមានតែបងប្អូនយប់ឡើងមូសច្រើនណាស់អញ្ចឹងបើសិនជាគ្នាគ្មានស្លាបដើម្បីគ្របដណ្ដប់ទៅលើរាងកាយទៅលើខ្លួននេះច្បាស់ជាមូសខាំបងប្អូនមូសខាំធ្វើឲ្យកើតអត់ហ្នឹងយូរទៅងាប់ដូចគ្នាខាតដូចគ្នាអញ្ចឹងហើយបានជាខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំមិនកាត់ស្លាបមិនកាត់រោមមិនកាត់កន្ទុយរបស់មន់របស់ខ្ញុំទេបងប្អូនបាទសំណួរមួយទៀតជាការពិចារណាដែរតើមានករណីណាខ្លះដែរឬទេដែលបងប្អូនអាចកាត់ស្លាបមន់បានតើមានករណីដែរឬអត់សម្រាប់ខ្ញុំវាមិន 100% ទេដែលខ្ញុំហ៊ាននិយាយថាមិនកាត់ស្លាបការកាត់ស្លាបវាមិនល្អខ្ញុំមិនហ៊ាននិយាយថា 100% ទេបងប្អូនប៉ុន្តែវាអាចមានករណីខ្លះដែលខ្ញុំគួរតែពិចារណានិងកាត់ស្លាបមន់ដែរបើសិនជាមានករណីនោះប៉ុន្តែទី1ដែលខ្ញុំត្រូវធ្វើគឺខ្ញុំមិនកាត់ស្លាបឬក៏រោមកូនមន់ទេសម្រាប់កូនមន់គឺខ្ញុំអត់កាត់ទេប៉ុន្តែសម្រាប់មន់ធំខ្ញុំអាចនឹងកាត់ប្រសិនបើ
chẳng có một nhóm ai những cắt mòn thông bọc nhóm ai mê ai ba rồi còn mòn để bình vì chẳng có một vốn sầm rạp cồn món khi xem mình cắt đấy tất cả này nã để xem ai cắt cứ cả đấy đá u thì họ mòn thông bọc nhóm lúc việc chọn luôn nơi chọn nhưng luôn nơi chung vinh bòn tiền bỏ nhớ miền này chụp hàng giống một vì hoa từ tiền kề với đông khan ca luôn nơi bỏ kề với cái chắc chùm nấy với cái chắc cỏ với cái chắc vậy nơi chung vinh tiền bỏ phone này chụp hàng nhớ vì sao tại vì miền slab cho ơn với ai hoa rồi mà xem chia được bòn dương tiệp chẳng bông phone ai cha là cắt slab tích tuổi từ lơ mòn thông thống đâm bay cùng ai vì hoa rồi chẳng một mình cắt hột đo từng ngào để việc đào tới khơi đi độ cái đố chẳngสำหรับមានករណីមួយនឹងដែលខ្ញុំពិចារណាថាអាចនឹងកាត់ស្លាបបានប៉ុន្តែទៅលើមន់ធំដែលបើសិនជាវាហោះទៅផ្ទះគេវាហោះរំខានការរស់នៅរបស់អ្នកជិតខាងយើងបងប្អូនគួរតែពិចារណាអញ្ចឹងបងប្អូនបាទអញ្ចឹងសម្រាប់មន់ធំខ្ញុំអាចនឹងពិចារណាកាត់ស្លាបប៉ុន្តែបើសិនជាខ្ញុំកាត់ខ្ញុំភ្នាក់កាត់តិចតួចបំផុតបងប្អូនកាត់តិចតួចបំផុតមិនកាត់ច្រើនពេកទេអញ្ចឹងបងប្អូនដែលធ្វើឲ្យមន់យើងឈឺធ្វើឲ្យមន់យើង stress សូម្បីតែមន់ធំក៏ត្រូវការតុល្យភាពរាងកាយដែរបងប្អូនគឺត្រូវការរាងកាយបិទបាំងត្រូវការហោះត្រូវការហាលត្រូវការរត់ឲ្យលឿនដោយប្រើស្លាបកន្ទុយរបស់វាអញ្ចឹងបងប្អូនតែក៏បើសិនជាកាត់តិចតួចបានហើយសម្រាប់មន់ធំណាបងប្អូនអញ្ចឹងអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយចុច like សេចរូបមេដៃសូមជួយ subscribe វីដេអូហើយនឹង comment នៅក្នុងវីដេអូចែកដើម្បីចែករំលែកបទពិសោធន៍ផ្សេងៗដល់ខ្ញុំផងបាទអរគុណបងប្អូនជម្រាបលាអូឃើញបងប្អូននោះធ្លាក់សុដួមិនបើកូនមេខ្មៅនេះបងប្អូនអើយបាច់និយាយទេប្រគិបល្អនេះមើលរៀននៅក្នុងទ្រុងឲ្យមើលឃើញទៀតបងប្អូននេះនៅក្នុងទ្រុងបងប្អូនមើលគេពុតពេនដៃជើងនេះបងប្អូនដូចខ្ញុំបញ្ជាក់ចឹងខ្ញុំអត់កាត់ស្លាបកាត់រោមទេបងប្អូនខ្ញុំទុកចឹងទៅហើយមានស្លាបមានរោមមន់បានស្អាតបើមន់កាត់ស្លាបកាត់រោមមួយទៀតក៏វាអត់ស្អាតដែរបងប្អូនមិនមែនសំខាន់ទៅលើកាត់ស្លាបកាត់រោមទេធ្វើឲ្យធំធ្វើឲ្យសុខភាពល្អចាប់បានលក់អីទេបងប្អូនយ៉ាងណាកាត់ស្លាបទៅបកូនប៉ុណ្ណេះបើមូខំឆាប់កើតអត់ណាកើតអត់ប៉ុណ្ណេះកើតអត់ហើយងាប់បដ មើលរៀងមើលស៊ីគេនឹងពេញបងប្អូនខ្ញុំអត់កាត់ទេអត់កាត់ស្លាបកាត់ដូចទេកុំដល់ខ្ញុំទុកចេះឯងគ្រប់អូធំណាស់